សួស្តីអ្នកនរគ្នាខ្ញុំបាទ Boy K សម្រាប់ពេលនេះយើងមកបន្តរឿង Totally Spy យើងបន្តទៀតហើយរឿងចាប់ផ្ដើមឡើងនៅធនាគារមួយកន្លែងដោយកញ្ញាទាំង3របស់យើងក៏បានចូលទៅកាន់ទីនោះនិងបាននិយាយជាមួយបរិកំពុងតែរាប់លុយម្នាក់ហើយកញ្ញាទាំង3របស់យើងក៏ចាប់ផ្ដើមបើកការវាយប្រហារនិងប្លន់ធនាគារនោះសាច់រឿងក៏ការមកដល់សាលា Beverly Hills នៅក្នុងម៉ោងសម្រាប់ពីការសិក្សានៅពេលដែលកញ្ញាសាមនិងអាឡែងដើរចេញមកក៏បានជួបប្រទះនឹងកញ្ញា Clover ដែលតុបតែងជា Cowboy ដោយកញ្ញា Clover តុបតែងបែបនេះដើម្បីចង់ទៅញ៉ាយបរិម្នាក់នៅពេលដែលនាងដើរទៅកញ្ញា Mandy ក៏បានដើរកាន់មុននាងហើយក៏បានញ៉ាយបរិម្នាក់នោះមុនហើយនាងក៏បានណាត់បរិម្នាក់នោះឲ្យទៅរំជាមួយនាងនៅថ្ងៃស្អែកបន្ទាប់ពីនាងនិយាយរួចរាល់ហើយកញ្ញា Clover ក៏បានមករករឿងកញ្ញា Mandy ដែលចោទនាងថានាងបានលួចចម្លងម៉ូតកៅអៅរបស់នាងប៉ុន្តែកញ្ញា Mandy ក៏បានបដិសេធហើយគ្នារបស់នាងក៏បាននិយាយឌឺទៅកាន់កញ្ញា Clover តមកពួកគេក៏បានចាត់ចេញទៅបន្សល់ទុកនៅកញ្ញា Clover មានកំហឹងពេញខ្លួនបន្ទាប់មកកញ្ញា Clover ក៏បានដើរទៅបើកទូដៃវ៉ាន់របស់នាងនៅពេលនោះក៏មានអ្វីម្យ៉ាងបានស្រូបកញ្ញាទាំង3របស់យើងទៅកាន់អង្គការ WPA នៅពេលដែលកញ្ញាទាំង3ទៅដល់ក៏បានជាប់ឃុំភ្លាមហើយកញ្ញាឡៃក៏សួរទៅកាន់លោកស្រាតាចាចេរីថាហេតុអ្វីបានចាប់ឃុំពួកនាងចឹងហើយលោកស្រាតាចាចេរីក៏បានបើករូបវីដេអូអំពីកញ្ញាទាំង3ដែលចូលប្លន់ធនាគារនោះកញ្ញាទាំង3ដែលឃើញវីដេអូនេះក៏បានបដិសេធដោយសារតែវាមិនមែនជាទង្វើរបស់ពួកនាងបន្តមកកញ្ញាទាំង3របស់យើងក៏បានត្រូវគេបញ្ជូនទៅកន្លែងឃុំឃាំងមួយកន្លែងហើយកញ្ញាទាំង3របស់យើងក៏ឆ្ងល់ថាតើអ្នកណាបន្លំខ្លួនជាពួកនាងទៅប្លន់ធនាគារនោះបន្តមកកញ្ញាទាំង3របស់យើងក៏ទម្លោចេញពីកន្លែងឃុំឃាំងដើម្បីទៅរកផតតាំងដើម្បីបញ្ជាក់ថាពួកនាងមិនមែនជាអ្នកប្រព្រឹត្តទង្វើទាំងអស់នោះនៅពេលដែលកញ្ញាទាំង3ព្យាយាមរត់គេចក៏មានការតាមប្រមាញ់ពីក្រុមសមាជិកអង្គការ WPA ដែរហើយកញ្ញាទាំង3ក៏បានរត់ទៅដល់បន្ទប់មួយដែលផ្ទុកដោយឧបករណ៍វិទ្យាសាស្ត្រហើយកញ្ញាទាំង3របស់យើងក៏បានយកឧបករណ៍ទាំងនោះក្នុងការទៅប្រើប្រាស់ស្របពេលនោះលោកស្រាតាចាចេរីក៏បានមកដល់រួមទាំងក្រុមការងាររបស់គាត់ហើយលោកក៏បាននិយាយទៅកាន់កញ្ញាទាំង3ឲ្យប្រកបខ្លួនទៅប៉ុន្តែកញ្ញាទាំង3មិនព្រមហើយក៏បានបើកការវាយប្រហាររួចហើយក៏បានរត់គេចពីទីនោះបន្តទៀតបន្តមកកញ្ញាទាំង3ក៏បានរត់ទៅដល់កន្លែងឧទ្ធម្ភាគចក្ររួចហើយក៏បានបើកកិច្ចខ្លួនចេញពីទីនោះទៅបន្តមកកញ្ញាទាំង3របស់យើងក៏បានរករោងចក្រមួយកន្លែងធ្វើជាកន្លែងលក្ខណៈរបស់ពួកនាងបន្តមកកញ្ញាទាំង3របស់យើងក៏បានប្រើឧបករណ៍វិទ្យាសាស្ត្រដែលជាថាបការរណបខ្នាតទូចដើម្បីមើលវីដេអូនៅពេលដែលមានមនុស្សបន្លំខ្លួនជាពួកនាងទៅប្លន់ធនាគារនោះហើយកញ្ញាទាំង3របស់យើងក៏បានរកឃើញតម្រុយតិចតួចនៅកន្លែងធនាគារនោះដោយទទួលបានតម្រុយកញ្ញាទាំង3របស់យើងក៏បានបន្លំខ្លួនទៅកាន់ធនាគារនោះហើយកញ្ញាឡៃក៏ទទួលបានសាច់កណាត់អាវដែលជាផុសតាងក្នុងការត្រួតពិនិត្យ DNA ហើយកញ្ញា Clover ក៏បានធ្វើឲ្យបែកការហើយកញ្ញាទាំង3របស់យើងក៏បានរត់ចាក់ចេញពីទីនោះបន្ទាប់ពីមកដល់រោងចក្រវិញហើយកញ្ញាទាំង3ក៏បានត្រួតពិនិត្យ DNA ដែលជាប់នៅលើសាច់កណាត់អាវនោះបន្ទាប់ពីពួកនាងបានត្រួតពិនិត្យហើយពួកនាងក៏បានដឹងថាវាមិនមែនជាស្បែកសាច់កណាត់អាវនោះទេគឺជាស្បែករបស់មនុស្សហើយពួកនាងក៏បានត្រួតពិនិត្យទៅក៏ដឹងពីទីកន្លែងរោងចក្រមួយដែលមានឈ្មោះថារោងចក្រឧស្សាហកម្ម Repបន្តមកកញ្ញាទាំង3របស់យើងក៏បានធ្វើដំណើរទៅកាន់រោងចក្រឧស្សាហកម្មនោះហើយអ្នកទាំង3ក៏បានធ្វើដំណើរទៅដល់រោងចក្រឧស្សាហកម្មនោះដែលវាស្ថិតនៅលើកោះមួយកន្លែងរីឯកញ្ញាសាមដោយជិះទៅដល់ហើយនាងក៏ចង់រកកន្លែងចុះចតដោយសម្ងាត់ប៉ុន្តែចុចប៊ូតុងខធ្វើឲ្យកតុំរុយវិលឡប់ចំដោយកតរវល់ជាចុងក្រោយកតុំរុយក៏បានបំបាំងកាយហោះចូលទៅដល់ដែនការពាររបស់កោះប៉ុន្តែដែនការពារនេះការពារតែលោហៈប៉ុន្តែមិនបានការពាររបស់មានជីវិតនោះទេហើយកញ្ញាសាមនិងកញ្ញា Clover ក៏បានឲ្យកញ្ញាAlex ចូលទៅយកព័ត៌មាននៅក្នុងនោះនៅពេលដែលកញ្ញា Alex ថតវីដេអូបញ្ជូនទៅកាន់កញ្ញា Clover និងកញ្ញាសាមពេលនោះក៏មានដែរអ្វីម្យ៉ាងបានចាប់កញ្ញា Alex ធ្វើឲ្យកញ្ញា Alex មានការភ័យខ្លាចហើយក៏ប្រាប់ឲ្យកញ្ញា Clover និងកញ្ញាសាមលើកនាងឡើងចំណែកកញ្ញាសាមនិងកញ្ញា Clover ក៏មានការវាយប្រហារពីកតុំរុយផ្សេងទៀតហើយកញ្ញាសាមនិង Clover ក៏បានរត់គេចខ្លួនតែក៏មានកតុំរុយមួយហត់ទៅកាន់ខ្សែកញ្ញា Alex បានធ្វើឲ្យកញ្ញា Alex បានធ្លាក់ចុះហើយកញ្ញា Clover ក៏បានចុចប៊ូតុងមួយដែលធ្វើឲ្យកតុំរុយបដូរទៅជាយន្តហោះស្ទុះទៅជួយកញ្ញា Alex បន្តមកកញ្ញាទាំង3ក៏បានបើករត់គេចខ្លួនពីការវាយប្រហាររបស់កតុំរុយប៉ុន្តែក៏មានកតុំរុយមួយបានបាញ់ GPS ទៅកាន់យន្តហោះរបស់ពួកនាងបន្ទាប់ពីកញ្ញាទាំង3របស់យើងបានរត់គេចពីការវាយប្រហារហើយនៅក្នុងយន្តហោះកញ្ញា Alex ក៏បានរកឃើញកញ្ចក់ដៃមួយនាងក៏បានយកវាទៅ scan ទៅដែលធ្វើឲ្យកញ្ញា Alex ដឹងថាវាត្រូវគ្នានឹង DNA របស់កញ្ញា Clover សាច់រឿងក៏កើតមកដល់ក្នុងបន្ទប់មួយដែលកញ្ញាទាំង3ខ្លាំងនិយាយទៅកាន់បរិម្នាក់ពីកញ្ញាទាំង3ពិតប្រាកដរបស់យើងបានរត់គេចខ្លួនរួចសាច់រឿងក៏កើតមកដល់កញ្ញាទាំង3ពិតប្រាកដរបស់យើងវិញកំពុងតែពិភាក្សាគ្នាអំពីព័ត៌មានដែលទទួលបានស្រាប់តែពេលនោះក៏មានក្រុមអង្គការ WPA
PX បានរកឃើញកន្លែងរបស់ពួកនាងកញ្ញាទាំង3ដែលឃើញបែបនេះក៏បានរត់ចាស់ជើងគ្នាកិច្ចចេញពីការតាមចាប់ហើយក្រុមអង្គភាពក៏បានដេញតាមចាប់កញ្ញាទាំង3ចំណែកកញ្ញា Clover នៅពេលដែលរកគេខ្លួនមកពួននៅក្បែរឡានមួយក៏មានដៃមកចាប់នាងយកទៅចំណែកកញ្ញាឡៃក៏បានចេញពីក្រោមលូមកជួបកញ្ញាសាមហើយកញ្ញា Clover ក៏បានមកជួបជុំគ្នាផងដែរហើយយើងមិនដឹងថាតើមានរឿងអ្វីកើតឡើងចំពោះកញ្ញា Clover នោះទេដោយអ្នកទាំង3ក៏បានរៀបគម្រោងទៅកាន់រោងចក្រ Replica នៅពេលដែលរៀបគម្រោងកញ្ញា Clover ដូចជាសរសៃទាញមកហាក់ដូចជាមិនប្រក្រតីបន្តមកកញ្ញាទាំង3របស់យើងក៏បានលួចយន្តហោះលោកសាស្ត្រាចារ្យ Cherry ចេញដំណើរនៅក្នុងយន្តហោះកញ្ញាឡៃក៏បានចាប់អារម្មណ៍ពីកញ្ចក់ដៃរបស់កញ្ញា Clover ដោយពីមុននាងមិនបានលាបពណ៌កញ្ចក់បែបនេះទេបន្តមកអ្នកទាំង3ក៏បានជិះយន្តហោះទៅដល់ទីតាំងកំណត់ហើយពួកនឹងក៏ធ្វើដំណើរបន្តរហូតដល់កន្លែងមួយកញ្ញាសាមក៏បានកាច់ចំកលឺយន្តមួយដែលធ្វើឲ្យអ្នកទាំង3ធ្លាក់ចូលទៅកាន់ទីកន្លែងមួយនៅពេលនោះកញ្ញា Clover ក៏មានសកម្មភាពចម្លែកថែមទាំងនៅទីនោះក៏បានបង្ហាញឲ្យកញ្ញាសាមនិងកញ្ញាឡៃបានឃើញថានៅទីនោះសិតតែជារូបខ្លួនរបស់ពួកនាងហើយរូបខ្លួនទាំងនោះក៏បានមកចាប់ពួកនាងនៅពេលនោះក៏មានបរិបម្នាក់បានចេញមកនិងនិយាយទៅកាន់ពួកនាងក៏បានស្គាល់បរិម្នាក់នោះដែលមានឈ្មោះថា Michael the Cell Striker ព្រមទាំងនៅស្រមៃពីការប្រយុទ្ធជាមួយនឹងគេដែលធ្វើឲ្យគេបានធ្លាក់ពីលើទីខ្ពស់ប៉ុន្តែបរិម្នាក់នេះក៏បានបោចបានសល់របស់ពួកនាងបានមួយចំនួនដែរហើយបរិម្នាក់នេះក៏បាននិយាយពីផែនការរបស់គេដែលយក DNA របស់កញ្ញាទាំង3យកទៅខ្លួនជារូបរាងរបស់កញ្ញាទាំង3ដើម្បីធ្វើឲ្យពិភពលោកច្បោកច្បល់ហើយរឿងគ្រប់យ៉ាងគេនឹងទម្លាក់កំហុសទៅកាន់កញ្ញាទាំង3បន្ទាប់មកបរិម្នាក់នេះក៏បានបញ្ជាឲ្យរូបកាយខ្លួនរបស់កញ្ញាទាំង3ធ្វើដំណើរទៅកាន់ភ្នំដែលវាស្ថិតនៅក្នុងប្រទេសបារាំងបន្ទាប់មកកញ្ញាសាមនិងកញ្ញាអាឡិចបានត្រូវរាងកាយខ្លួនរបស់នាងយកទៅដាក់ឃុំឃាំងហើយនៅពេលនោះពួកនាងក៏បានជួបកញ្ញា Clover ដែលត្រូវបានរាងកាយខ្លួនរបស់ពួកនាងយកមកឃុំដែរបន្ទាប់មកកញ្ញាទាំង3ក៏បានរកវិធីចាក់ចេញពីទីនោះដោយកញ្ញាសាមបានយកបេជើង Cowboy របស់កញ្ញា Clover យកទៅកាត់ទ្វារសាច់រឿងក៏កើតមកដល់ក្នុងប្រទេសបារាំងដែលកញ្ញាទាំង3របស់យើងក៏បានឆ្លងមើលពីសកម្មភាពរបស់អាប៉ែ Marker ហើយអាប៉ែ Marker បានបញ្ជារូបរាងកាយខ្លួនរបស់កញ្ញាទាំង3ទៅកាន់ធនាគារជំនួយពិភពលោករងចាំតែការបញ្ជាពីគេតែប៉ុណ្ណោះចំណែកឯកញ្ញា Clover និងកញ្ញាសាមវិញក៏បានជិះស្គីបញ្ឆោតរូបរាងកាយខ្លួនរបស់នាងចេញពីកន្លែងរបស់ប៉ែ Marker រួចហើយពួកនាងក៏បានតែឲ្យរាងកាយខ្លួនរបស់នាងធ្លាក់ទៅកាន់ជ្រលងជ្រុះនៅពេលនោះឡានលោកសាស្ត្រាចារ្យ Cherry ក៏បានមកដល់ដែលដេញតាមកញ្ញាសាមនិងកញ្ញា Clover ចំណែកកញ្ញាឡៃក៏បានលបលួចចូលកន្លែងអាប៉ែ Marker មកប្រយ័ត្ននាងក៏បានអល់ជើងទៅបុកក្បាលជាមួយនឹងដៃទៅចំណែកអាប៉ែ Marker វិញក៏មានការដាច់ទំនាក់ទំនងជាមួយរាងកាយខ្លួនរបស់កញ្ញាទាំង3ហើយគេក៏បានដើរមកមើលដោយឃើញថាកញ្ញាអាឡិចកំពុងតែកាត់ខ្សែភ្លើងបន្តមកកញ្ញាអាឡិចក៏បានរត់ហើយពេល Marker ក៏បានចាប់កញ្ញា Clover ដែលធ្វើឲ្យអ្នកទាំងពីរធ្លាក់ចេញរលតាមព្រិលចូលមកហើយកញ្ញាអាឡិចក៏បានជាប់ការមួយកន្លែងដោយឡែកអាពេល Marker ក៏បានធ្លាក់ចូលក្នុងជ្រោះបន្តមកក៏មានរដ្ឋាភិបាលបានស្ទួយរាងកាយខ្លួនរបស់កញ្ញាទាំង3រួមទាំងអាពេល Marker ដែរបញ្ចប់ពីការចាប់ខ្លួនរបស់អាពេល Marker ហើយចំណែកលោកសាស្ត្រាចារ្យ Cherry ក៏ព្យាយាមហៅកញ្ញាទាំង3ពេលដែលលោកសាស្ត្រាចារ្យ Cherry ចតចំមកអ្នកទាំង3នៅពេលដែលគេចូលមកក៏មានកញ្ញាយើងម្នាក់បានគប់ព្រិលទៅកាន់ក្រាមមកលោកសាស្ត្រាចារ្យ Cherry ហើយលោកសាស្ត្រាចារ្យ Cherry ក៏បានបកស្រាយនិងសុំទោសកញ្ញាទាំង3អំពីការយល់ច្រឡំក្នុងរឿងនេះចំណែកកញ្ញាទាំង3នៅតែខឹងលោកសាស្ត្រាចារ្យ Cherry ហើយក៏បានយកដុំព្រិលគប់លោកសាស្ត្រាចារ្យ Cherry ចំណែកលោកសាស្ត្រាចារ្យ Cherry ក៏តែសុំទោសពួកនាងតែប៉ុណ្ណោះសាច់រឿងក៏កើតមកដល់សាលា Beverly Hills ដែលកញ្ញា Clover របស់យើងកំពុងតែបិទរូបរបស់កញ្ញា Mandy នៅជាប់ជាងបន្តមកកញ្ញា Clover ក៏បានបង្ហាញឈុតថ្មីរបស់នាងទៅកាន់កញ្ញាសាមនិងកញ្ញាអាឡិចហើយកញ្ញាអាឡិចក៏បានបង្ហាញរូបភាពមួយកញ្ញា Clover ដែលឃើញបែបនេះក៏បានទៅបកហើយរូបកញ្ញា Mandy ចេញពីជញ្ជាំងវិញនិងបានគិតថាប្រហែលជាកញ្ញា Mandy មិនមែនជាអ្នកលួចចម្លងសម្លៀកបំពាក់របស់នាងទេនៅពេលនោះកញ្ញា Clover ក៏ឃើញកញ្ញា Mandy ស្លៀកពាក់ដូចខ្លួនហើយនាងក៏បានរត់ទៅចង់រករឿងកញ្ញា Mandy ស្រាប់តែអ្នកទាំងពីរក៏បានឃើញប្រទេសនិងអាប៉ែ Billy កំពុងតែនៅចិត្តស្រីម្នាក់ទៀតហើយកញ្ញា Clover ក៏បានចូលនិយាយជាមួយនឹងអាប៉ែ Billy ថានាងតាមតែរចនាសម្លៀកបំពាក់ថ្មីអាប៉ែ Billy ក៏បានតបទៅកាន់នាងវិញថាគេមិនជឿជាក់រចនាម៉ូដមួយនេះទេដែលធ្វើឲ្យកញ្ញា Clover និងកញ្ញា Mandy បាក់ទឹកចិត្តបដ យបន្តមកអ្នកទាំងពីរក៏បានឆ្លោះគ្នាបដ យហើយសាច់រឿងនេះដែរក៏សូមបញ្ចប់តែត្រឹមនេះអរគុណអ្នកទាំងអស់គ្នាដែលបានស្ដាប់ការសម្រាយរបស់ខ្ញុំ